បងប្អូនយើងប្រហែលជាស្គាល់ណាថានេះគឺជានំអ្វីណាកៅឡតចាកំពូលសាខាងខ្ញុំគាត់កំពុងធ្វើឡតបំពងយកទៅលក់ចាដំបងគឺគាត់តែចំណាយពេលមូលសិនចឹងផ្សំគ្រឿងឲ្យមូលឲ្យកាត់ចាកាត់កណាត់ដុំតូចៗឲ្យបានយកទៅបំពងហើយឡតនេះគឺយើងញ៉ាំជាមួយនឹងជ្រក់បានឆ្ងាញ់អញ្ចឹងចាគាត់ធ្វើលក់ប្រចាំនៅផ្សារយើងហ្នឹងចាហើយបើសិនជាបងដែលគាត់ចង់ញ៉ាំអាចកំងបានឡតគាត់នឹងស្រួយឆ្ងាញ់ខុសពីឡតគេធម្មតាអញ្ចឹងចាអានេះគឺរបៀបគាត់មូចាមូហើយហ្នឹងទុកមកកដុបហើយបានយកទៅកាត់កង់កណាត់ចាដាក់ចូលចង្កេះដើម្បីយកទៅបំពងបន្ថែមទៀតចំណាយពេលបំពងឲ្យស្រួយហើយយកមកញ៉ាំជាមួយនឹងជ្រក់ចាឆ្ងាញ់មែនទែនជាអាហារសម្រន់ដែរជាជនខ្មែរយើងក៏និយមញ៉ាំលេងអញ្ចឹងចាអរគុណច្រើនសម្រាប់វីដេអូចាខ្លីៗអំពីនឹងខ្ញុំចាអរគុណ